សួស្តីទៅកាន់អ្នកទាំងអស់គ្នាហើយក៏ដូចជាសួស្តីដល់សិស្សបងថ្នាក់ទី12ខ្ញុំបានឈ្មោះមឿនមរៃជាអតីតសិស្សនៃសាលាវិទ្យាល័យពេជ្រណាដែលប្រឡងបាក់ឌុបនាឆ្នាំ2025នេះដែលទទួលបាននីតិដេចឹងនេះដែរខ្ញុំមកចែករំលែកអំពីបទពិសោធន៍ខ្លះៗនិងកំហុសដែលខ្ញុំបានធ្វើនៅពេលរៀនថ្នាក់ទី12ហ្នឹងអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់វីដេអូទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាថ្នាក់ទី12យើងគឺមានពីរផ្នែកគឺវិទ្យាសាស្ត្រសង្គមនិងវិទ្យាសាស្ត្រពិតអញ្ចឹងប្រកាសជាមានឥឡូវនេះក៏ចឹងដែរប្រកាសជាមានសិស្សបងខ្លះគាត់អត់ទាន់ទុកចិត្តលើខ្លួនឯងថាខ្លួនខាងអីពិតក៏ទេគឺគាត់នៅវល់ពេញខ្លួនហ្នឹងឯងថាអត់ដឹងខ្លួនឯងខ្លាំងខាងវិទ្យាសាស្ត្រឬក៏ខ្លាំងខាងសង្គមទេតែខ្ញុំនិយាយទៅកាន់អ្នកនរគ្នាគឺវិទ្យាសាស្ត្រនិងសង្គមវាដូចតែគ្នាទេសំខាន់លើទំនុកចិត្តរបស់យើងថាយើងអាចទ្រាំទ្រមួយណាបានបើយើងទ្រាំទ្រខាងវិទ្យាសាស្ត្របានគឺវិទ្យាសាស្ត្រគឺខាងធ្វើលំហាត់ខាងទន្ទិញមេរៀនអីគឺទន្ទិញតែខ្លះៗទេតែបើខាងសង្គមយើងទន្ទិញមេរៀនហើយលំហាត់ក៏យើងធ្វើដែរតែធ្វើអត់សូវច្រើនទេអញ្ចឹងខ្លាចវាប្រឆាំងគ្នាទៅវិញទៅមកគឺយើងមិនអាចប្រៀបធៀបគ្នាបានទេតែសំខាន់លើទំនុកចិត្តរបស់អ្នកទាំងអស់គ្នាហើយគោលដៅអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាមានគោលដៅថាយើងតែដើមឆ្នាំយើងចង់បានអាហើយអញ្ចឹងយ៉ាចូលផ្នែកណាចូលផ្នែកណាគឺយើងខំពីដើមឆ្នាំទៅហើយកុំបាក់ទឹកចិត្តអីសោះយ៉ាខ្ញុំធ្លាប់បាក់ទឹកចិត្តហើយគឺខ្ញុំដឹងថាវាលំបាកប៉ុណ្ណាអញ្ចឹងខ្ញុំនិយាយផ្នែកខាងវិទ្យាសាស្ត្របើមុខវិជ្ជាតែងមានពីរថាគឺជីវៈហើយនិងប្រវត្តិវិទ្យាអញ្ចឹងមុខវិជ្ជាទាំងពីរនេះអ្នកទាំងអស់គ្នាគួរតែទន្ទេញពីដើមឆ្នាំទៅការខ្ញុំរៀនទី12ក៏ខ្ញុំគិតថាខ្ញុំនឹងរៀនពីដើមឆ្នាំទៅដែរតែខ្ញុំរៀនបានរយៈពេលតែ1ខែតែប៉ុណ្ណោះគឺខ្ញុំបោះបង់ចោលគឺខ្ញុំមានអារម្មណ៍ថាខ្ញុំអាទី12ហ្នឹងពិតជាខ្ជិលខ្លាំងមែនទែនសម្បីតែរៀនគួរនឹងខ្ញុំមិនសូវនឹងទៅបានរៀនហ្នឹងអញ្ចឹងអាចអ្នកនរគ្នាគួរតែកុំធ្វើដូចខ្ញុំហើយខិតខំមើលមេរៀនអត់មែនតែមេរៀនដែរខ្ញុំគិតថាអ្នកនរគ្នាទន្ទិញហ្នឹងគួរតែទន្ទិញទៅពេលព្រឹកទៅទន្ទិញពេលព្រឹកយើងអាចមានឱកាសយើងចាំច្រើនហើយការទន្ទិញមេរៀនហ្នឹងទីសោតអ្នកទាំងអស់គ្នាគួរតែចែកការភាពវាបានត្រឹមត្រូវមិនមែនទន្ទិញប្រវត្តិហើយទៅទន្ទិញជីវៈហើយទន្ទិញប្រវត្តិទេគឺបែងចែកពេលវេលាបានត្រឹមត្រូវអញ្ចឹងការមើលមេរៀនខ្ញុំគិតថាការមើលមេរៀនពេលព្រឹកគឺល្អបំផុតហើយវាអាចចន្លោះពីម៉ោង4ដល់ម៉ោង6ព្រឹកគឺអាចយើងមានភារកិច្ចចាំច្រើនជាងពេលយប់ព្រោះពេលយប់ជាម៉ោងយើងកេងអញ្ចឹងយ៉ាងវាអាចផ្លេចខ្លះតែពេលព្រឹកបើយើងងើបទន្ទិញមកគឺយើងអាចចាំហើយការរៀបការភាគហ្នឹងគឺយើងគួររៀបតាមលំដាប់លំដោយឧទាហរណ៍ថាពីថ្ងៃច័ន្ទយើងគួរតែទន្ទិញមេរៀនជីវៈថ្ងៃអង្គារមេរៀនជីវៈដែរពុទ្ធប្រវត្តិថ្ងៃប្រវត្តិថ្ងៃសុក្រប្រវត្តិថ្ងៃសៅរ៍គួរតែទន្ទិញជីវៈអីចឹងទៅអញ្ចឹងចែកមេរៀនហ្នឹងឲ្យវាច្បាស់ចែកកាលវិភាគឲ្យច្បាស់ទៅយើងអាចទន្ទិញបានហើយទន្ទិញមិនមែនចេះតែទន្ទិញឲ្យអានយល់តែម្ដងទេគឺអ្នកទាំងអស់គ្នាគួរតែទន្ទិញឲ្យចាំផងចាំឲ្យយល់បើអ្នកទាំងគ្នាទន្ទិញឲ្យមិនយល់ទេគឺអត់ដឹងថាមេរៀននេះនិយាយពីអីទេអញ្ចឹងអ្នកទាំងគ្នាត្រូវតែទន្ទិញឲ្យយល់ផងទោះយើងមិនបានរៀននៅសាលាម្ដងតែយើងមានសភៅមួយទៅទី12ក៏ទី12ត្រូវតែមានសភៅហ្នឹងគឺសភៅមេរៀនសំណួរដែលចងក្រងរបស់បណ្ឌិតគាត់ចងក្រងអញ្ចឹងអ្នកទាំងគ្នាព្យាយាមមើលសភៅហ្នឹងទៅហើយដល់ពេលរៀនលោកគ្រូគាត់បញ្យល់លំអិតខ្លះទៀតទៅអ្នកទាំងគ្នានឹងយល់ដែរហើយបើការធ្វើលំហាត់វិញអ្នកទាំងអស់គ្នាគួរតែចេញពីរឿងគូឧទាហរណ៍តែយើងរៀនគូចេញម៉ោង7កន្លះអញ្ចឹងយើងញ៉ាំបាយញ៉ាំអីសម្រាប់កន្លះម៉ោងអញ្ចឹងមួយទឹកមួយអីទៅម៉ោង9យើងចាប់ផ្ដើមរៀនទៀតអញ្ចឹងចាប់ដើមម៉ោងរៀនហ្នឹងចំមុខវិជ្ជាដែលយើងធ្វើលំហាត់គឺវាមិនមានដូចជាគណិតរូបគីមីហើយជីវៈទៀតជីវៈមានលំហាត់ដែរអញ្ចឹង4ហ្នឹងអ្នកនរគ្នាគួរតែបែងចែកពេលវេលាដូចអានមេរៀនដែរគឺបែងចែកពេលវេលាបានច្បាស់លាស់អញ្ចឹង
យើងមកដល់ទី12យើងកុំការដូចទី10ទី11គឺຕົកពេលវេលាប្រយោជន៍គឺយើងពេលវេលាទី12នេះគឺពិតជាសំខាន់ខ្លាំងមែនទែនព្រោះ12ឆ្នាំមានតែម្ដងទេបើយើងធ្វើខុសហើយគឺមិនអាចកែប្រែបានទេនេះជាបបសោខ្ញុំទេសោតគឺខ្ញុំដឹងខ្លួនឯងតែខ្លួនឯងខុសហើយតែអត់អាចទៅកែទៅប្រឡងសាថ្មីបានទៀតទេអញ្ចឹងខ្ញុំមកយកបទពិសោធន៍ដែលខ្ញុំធ្វើខុសនេះមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាគួរតែរៀនធ្វើលំហាត់ឲ្យបានច្រើនធ្វើលំហាត់ណាដែលប្លែកដែលយើងមិនដែលបានជួបកុំរៀនតែនៅក្នុងសាលាអ្នកទាំងអស់គ្នាគួរតែសើចនៅក្នុងអ៊ីនធឺណិតតើមានលំហាត់ណាហើយសើចក្នុង website អីក៏ជាមានហើយជាពិសេសក្នុង app មាន app ច្រើនខ្ញុំដូចជាធ្លាប់ផុសនៅ app លំហាត់ខ្លះដែរតែខ្ញុំបានទៅផុសហ្នឹងគឺខ្ញុំមិនដែលបានធ្វើក្នុង app ហ្នឹងទេតែខ្ញុំមើលក្នុង app ហ្នឹងគឺសំខាន់ខ្លាំងមែនទេអញ្ចឹងអ្នកទាំងអស់គ្នាគួរតែធ្វើលំហាត់ឲ្យបានច្រើនទៅហើយធ្វើតាមពីដើមឆ្នាំកំណត់ចុងឆ្នាំបាននាំគ្នាមកធ្វើមិនបាច់ទេគឺអត់អាចទៅរួចទេវាអាចជាប់នឹងឯងតែភាគរយដែលយើងបាននិយាយអស់គឺវាពិបាកខ្លាំងមែនទេអញ្ចឹងខ្ញុំមកនិយាយខាងផ្នែកសង្គមវិញផ្នែកសង្គមអញ្ចឹងខ្ញុំនិយាយខាងលំហាត់មួយលំហាត់ដែលយើងធ្វើគឺមានតែមួយទេគឺគណិតវិទ្យាអញ្ចឹងគណិតវិទ្យាហ្នឹងអ្នកនរគ្នាគួរតែខំពីដើមឆ្នាំអញ្ចឹងខ្ញុំមកនិយាយរួមដល់ទៅគឺអ្នកនរគ្នាគួរតែចាំលោកប្រមុនរៀនធ្វើលំហាត់ឲ្យបានច្រើនហើយមានតែប៉ុណ្្នឹងឯងគឺអ្នកនរគ្នាបែងចែកពេលវេលាធ្វើលំហាត់ហ្នឹងទៅថាធ្វើចន្លោះពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានហើយសល់ពេលប៉ុន្មានទៀតគឺមានពេលយើងមើលមេរៀនថ្នាក់សង្គមគឺពិតជាច្រើនខ្លាំងមែនតើគឺមានឡើងវិជ្ជាធឹកគឺដូចជាប្រវត្តិភូមិសិលធម៌ផែនដីនេះគឺជាមុខវិជ្ជាជំរឿនរបស់ក្រសួងអប់រំហ្នឹងឯងហើយការទន្ទឹងមេរៀនហ្នឹងអ្នកនរគ្នាក៏គួរតែទន្ទឹងពីដើមឆ្នាំដែរគឺពិតជាលំបាកមែនតើការទន្ទឹងមេរៀននេះគឺខ្ញុំអត់សូវចូលចិត្តមែនទេការទន្ទឹងមេរៀនអញ្ចឹងខ្ញុំអត់សូវយល់ការទន្ទឹងមេរៀនហ្នឹងវាអាចធ្វើឲ្យបានទន្ទឹងចាំទេតែបើតាមគំនិតរបស់ខ្ញុំគឺការទន្ទឹងមេរៀនអ្នកនរគ្នាគួរតែទន្ទឹងមេរៀនខុសពីថ្នាក់វិទ្យាសាស្ត្រតិចដោយសារតែអ្នកនរគ្នាគួរតែទន្ទឹងពេលយប់ដែរព្រោះពេលយប់យើងធ្វើលំហាត់តាម1ម៉ោងបានហើយសល់ពេលម៉ោងហ្នឹងយើងមើលបដោតលើមេរៀនដែលសំខាន់ហ្នឹងទៅគឺយើងមើលខ្លឹមសារមើលពាក្យគន្លឹះមើលមេរៀនដែលត្រូវរៀនហ្នឹងធ្វើម៉េចឲ្យយើងយល់ធ្វើម៉េចឲ្យយើងយល់ទៅហើយយើងអានមេរៀនមុនគ្រូទៅដល់ពេលយើងចូលទៅកាន់ថ្នាក់រៀនរបស់យើងលោកគ្រូក៏បញ្យល់ថាបន្តិចទៅយើងអាចចាំបានហើយអាមេរៀនក៏ត្រូវតែយល់ដែរបើអ្នកទាំងគ្នាមិនយល់ទេគឺមិនដឹងថាគេនិយាយពីស្អីទេអញ្ចឹងនៅពេលដែលអ្នកទាំងគ្នារៀនអ្នកទាំងគ្នាគួរតែផ្ចង់អារម្មណ៍ឲ្យបានល្អហើយផ្ដោតអារម្មណ៍តាមមេរៀនដែលយើងរៀនហ្នឹងហើយកុំគិតពីផ្សេងក្រៅពីហ្នឹងនៅពេលយើងរៀនហើយនៅពេលដែលយើងមិនចេះយើងកុំនៅស្ងៀមយើងសួរគ្រូឲ្យគាត់បញ្យល់ឬក៏សួរសិស្សច្បងឬក៏សួរមិត្តភក្តិយើងទៅអ្នកដែលចេះឲ្យគាត់បញ្យល់យើងហើយមួយទៀតអ្នកទាំងអស់គ្នាគួរតែបង្កើតក្លឹបសិក្សាមកឧទាហរណ៍ដោយការខ្ញុំរៀនការទី12អញ្ចឹងគឺខ្ញុំបង្កើតក្លឹបសិក្សារបស់គ្នាខ្ញុំដែរតែបង្កើតនៅចុងឆ្នាំហ្នឹងបង្កើតរៀនបានប្រហែល1ខែទេហ្នឹងហើយបង្កើតបាន1ខែគឺពួកខ្ញុំគឺខំរៀនតែខំរៀនក៏ខំលេងបាល់ខំដែរចុងឆ្នាំហ្នឹងគឺខំលេងបាល់ផ្ទះខ្លាំងទេអញ្ចឹងអ្នកគ្នាក៏យល់តាមតាមខ្ញុំដែរត្រង់ចំណុចហ្នឹងអញ្ចឹងអ្នកនរគ្នាគឺតែបង្កើតក្លឹបតាំងពីដើមឆ្នាំមកឧទាហរណ៍ដូចខ្ញុំស្នាក់នៅអន្តេវិសិដ្ឋានអញ្ចឹងគឺលោកគ្រូគាត់ឲ្យបង្កើតក្លឹបសិក្សាមួយទៅតាមកម្រិតថ្នាក់អញ្ចឹងទៅតែការទី12ហ្នឹងគឺខ្ញុំរៀនដោយខ្លួនឯងអត់បានទៅរៀនមួយក្លឹបទេដោយសារតែខ្ញុំនៅជាប់រៀនសិស្សថ្នាក់ទី10ដែរអ
ចឹងអាការហ្នឹងគឺខ្ញុំស្ម័គ្រចិត្តមិនរៀនសិស្សថ្នាក់ទី10ដែលស្នាក់នៅអន្តេវាសិកដ្ឋានហ្នឹងចឹងដូច្នេះហើយគឺខ្ញុំត្រូវស្វ័យសិក្សាខ្លួនឯងចេះចឹងយ៉ាអ្នកនរគ្នាបង្កើតក្លឹបសិក្សាទៅហើយអត់កន្លែងណាអត់ចេះយើងសួរគ្នាទៅវិញទៅមកទៅនោះយើងនឹងអាចបង្កើតចំណងមិត្តភាពហើយក៏យើងអាចធ្វើឲ្យយើងនឹងរៀនកាន់តែអភិវឌ្ឍកាន់តែទៅមុខទៀតដែរបើនិយាយពីម៉ោងរៀនគូអ្នកទាំងអស់គ្នាគួរតែចូលរៀនឲ្យបានទាំងអស់គ្នាមិនថារៀនមកប្រហែលទេឲ្យតែរៀនគឺយើងត្រូវតែរៀនសពដល់ហើយយើងចំណាយពេលមួយឆ្នាំហ្នឹងទៅមួយឆ្នាំហ្នឹងគឺឆ្នាំចុងក្រោយរបស់យើងហើយយើងកុំបដាបដោយទៅតាមពេលវេលាហើយអញ្ចឹងខ្ញុំធ្លាប់បដាបដោយហើយគឺយ៉ាគឺពិបាកខ្លាំងមែនទេរំតែដឹងខ្លួនហ្នឹងគឺហួសពេលដល់ទៅហើយអញ្ចឹងអ្នកនរគ្នាគួរតែកុំបដាបដោយពេលវេលាអីយើងគួរតែចូលរៀនគួរទៅព្រោះ12ឆ្នាំមានតែម្ដងទេដែលយើងត្រូវបញ្ចេញសមត្ថភាពរយៈពេល2ថ្ងៃហើយឪពុកម្ដាយយើងគឺខកអស់លុយបន្តិចដែរតម្រុំតែយើងរៀនមកដល់ថ្នាក់នេះអញ្ចឹងហើយយើងគួរតែតបស្នងសងគុណគាត់ធ្វើម៉េចយើងឲ្យប្រឡងឲ្យជាប់ទៅមិនបាននិយាយល្អក៏ធ្វើម៉េចឲ្យបានទៅជាប់ដែរអញ្ចឹងយើងត្រូវតែខំទាំងអស់គ្នាហើយមួយទៀតរឿងសុខភាពក៏សំខាន់ដែរបើសុខភាពយើងខ្សោយសុខភាពយើងមិនអាចទ្រាំទ្រនឹងអ្វីបានទេគឺយ៉ាដូចចោលតែម្ដងគឺវានិយាយទៅវាពិបាកបើសុខភាពយើងខ្សោយយើងវាមានអារម្មណ៍ថាដូចជាអត់អាចទៅមុខរួចចឹងយ៉ាងសុខភាពក៏សំខាន់ដែរចឹងមើលថែសុខភាពឲ្យបានទាំងអស់គ្នារៀនប្រឹងតែម៉ោង12អីគឺអ្នកទាំងអស់គ្នាចូលគេងទៅកុំដល់យប់ដាច់យប់ដល់ម៉ោង1ម៉ោង2ដោយការទី10ទី11ដាច់យប់ដែរតែមិនដាច់យប់រឿងរៀនចឹងខ្ញុំនិយាយថានេះឯងចឹងយ៉ាអ្នកនរគ្នាក៏ត្រូវតែមើលថែសុខភាពឲ្យបានល្អដែរគឺពិតសុខភាពយើងគឺពិតជាសំខាន់ខ្លាំងមែនទែនយ៉ាចឹងខ្ញុំមានតែប៉ុណ្្នឹងឯងដែលនិយាយពីបទពិសោធន៍និងកំហុសដែលខ្ញុំបានធ្វើការរៀនទី12ហ្នឹងអញ្ចឹងឥឡូវខ្ញុំចូលមកដល់កម្មវិធីបទគឺការដែលខ្ញុំប្រឡងជាប់អាហារូបករណ៍នឹងមិនវិញម្ដងអញ្ចឹងនៅពេលមុននឹងខ្ញុំប្រឡងជាប់អាហារូបករណ៍ហ្នឹងគឺខ្ញុំអត់បានគិតថាខ្ញុំអាចនឹងជាប់អាហារូបករណ៍ហ្នឹងទេព្រោះខ្ញុំគឺអត់បានដាក់អីទាំងអស់តែដោយសារតែមានការជំរុញពីលោកគ្រូ IT អញ្ចឹងក៏អរគុណដល់លោកគ្រូ IT ដែរដែលបានណែនាំខ្ញុំឲ្យខ្ញុំនឹងទៅដាក់អាហារូបករណ៍ផ្នែកអង្គការហ្នឹងអញ្ចឹងគេកាលហ្នឹងខ្ញុំចុះឈ្មោះតាមអនឡាញតែដល់ពេលគេមកប្រឡងគឺគេមកប្រឡងនៅសាលាវិទ្យាល័យពេជ្រចិន្តាហើយគឺខ្ញុំបានចូលប្រឡងដែរហើយក៏ជាប់ហើយគេក៏សួរនាំយើងខ្លះពីការរៀនហើយក៏ឲ្យយើងរៀបរាប់ពីការចំណូលចិត្តយើងហើយការរស់នៅរបស់យើងនឹងយើងចង់រស់នៅមិនចង់រស់នៅជុំគ្នាឬក៏ចង់រស់នៅបែបផ្សេងពីគ្នាអញ្ចឹងចង់រស់នៅម្នាក់ឯងឬក៏ចង់រស់នៅជុំគ្នាហើយកាលនោះពួកគេមានសំណូមពរអីខ្លះដែរដែលតើតើនឹងជំនាញរបស់គេអញ្ចឹងយ៉ាងខ្ញុំប្រឡងជាប់អាហារូបករណ៍ IT រយៈពេល2ឆ្នាំដែលរៀនមិនអស់លុយសំបីតែ1រៀលខ្មែរហើយក៏ទទួលបាននៅអាហារ3ពេលដូចគ្នាទទួលបាននៅប្រាក់ឧបត្ថម្ភទទួលបាននៅ computer ចំនួន1ដែលសិក្សាហើយក៏ទទួលបាននៅការស្នាក់នៅដែល free ដែលឥតគិតថ្លៃផងដែរហើយយ៉ាអង្គការនេះគឺមិនមែននៅតាមខេត្តទេគឺនៅភ្នំពេញទៀតអញ្ចឹងខ្ញុំពិតជាត្រេកអរខ្លាំងមែនទែនដែលខ្ញុំបានប្រឡងជាប់ហើយបានចូលរៀននៅសាលាដែលល្អហើយមើលទៅគឺយ៉ាអត់មានអីនិយាយចាស់ទេគឺភើបខ្លាំងមែនទែនគឺពេលដែលខ្ញុំដឹងថាឈ្មោះខ្ញុំជាប់ហ្នឹងគឺខ្ញុំរកពីអីនិយាយបានដោយសារតែខ្ញុំមិនគិតថាខ្ញុំអាចធ្វើវាបានទេព្រោះខ្ញុំគិតថាតែខ្ញុំអត់ជាប់អាហារូបករណ៍ហ្នឹងទេគឺខ្ញុំអត់អាចបានរៀនតបានទេគឺខ្ញុំសួរគឺរកការងារតាមស្រុកតាមភូមិហ្នឹងឯងព្រោះ
ខ្ញុំអត់អាចមានលទ្ធភាពទៅរៀនតបានទេតែក៏ជាសំណាងរបស់ខ្ញុំដែរគឺខ្ញុំបានប្រឡងជាប់នៅអាហារូបករណ៍មួយហ្នឹងហើយក៏បានបន្តការសិក្សានៅទីនេះដែរអញ្ចឹងខ្ញុំក៏សូមនិយាយទៅកាន់អ្នកទាំងអស់គ្នាដែរមិនថាអាហារូបករណ៍របស់ក្រសួងមិនថាអាហារូបករណ៍របស់អង្គការមិនថាអាហារូបករណ៍របស់សម្រាប់សុបិនខ្មែរអ្នកទាំងអស់គ្នាដាក់ទៅដាក់សកូមិនថាដាក់មួយហើយដាក់មួយទៀតទៅដាក់មួយហើយដាក់មួយទៀតទៅគឺអាហារូបករណ៍មានតែប្រមាណអ្នកទាំងអស់គ្នាដាក់ទាំងអស់ទៅដល់ពេលដែលយើងជាប់យើងជ្រើសរើសខ្លួនឯងថាយើងចង់រៀនជំនាញមួយណាយ៉ានោះតាមអ្វីដែលយើងចង់បានទៅតែបើរឿងអាហារូបករណ៍ហ្នឹងអ្នកទាំងអស់គ្នាគួរតែដាក់ទៅយ៉ាហើយយ៉ាជាចុងក្រោយខ្ញុំអត់មានអីទេគឺមានតែជូនពរឲ្យអ្នកទាំងអស់គ្នាហ្នឹងទទួលបាននិទេសល្អទាំងអស់គ្នាហើយមានសុខភាពល្អហើយក៏សូមអភ័យទោសដែរនៅរកកំហុសខុសឆ្គងខ្ញុំបាននិយាយបើមានកន្លែងណាខុសឆ្គងគឺសូមឲ្យអ្នកទាំងអស់គ្នាយកវាជាស្រ័យផងយ៉ាអញ្ចឹងមានតែប៉ុណ្្នឹងហើយជំរាបលាអ្នកទាំងអស់គ្នា Goodbye